រដ្ឋមន្ត្រីប្រកាសប្រាប់ពិភពលោកថាសៀមចូលកាន់កាប់ទឹកដីខ្មែរទាំងបំពេញទោះមានបទឈប់បាំងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរយតើកាលថ្ងៃអង្គារថាកងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជាបន្ទាប់ពីមានការប្រយុទ្ធគ្នាកាលពីឆ្នាំមុនទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពតែសម្រាប់សម្រួលដោយប្រធានាធិបតីអាមេរិកដូណាល់ត្រាំក៏ដោយសម្ដេចធិបតីបានអំពាវនាវឲ្យប្រទេសថៃអនុញ្ញាតឲ្យគណៈកម្មាធិការព្រំដែនរួបចាប់ដើមធ្វើការលើព្រំដែនដែលមានចំនួនសម្ដេចធិបតីហ៊ុនម៉ាណែតបានធ្វើដំណើរមកពីទីក្រុងវ៉ាស៊ីនតោនដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់លោកដូណាល់ត្រាំនៅសប្តាហ៍នេះហើយបាននិយាយថាសម្ដេចនាយករដ្ឋមន្ត្រីសង្ឃឹមថាស្ថាប័នថ្មីនេះអាចដើរតួនាទីក្នុងការបន្ធូរបន្ថយស្ថានភាពនៅតាមបណ្ដាព្រំដែនដែលលោកពិតជាពិពណ៌នាថាផុតគ្រោះទោះបីជាមានបទឈប់បាញ់កាលពីខែធ្នូដែលបានបញ្ចប់ការប្រយុទ្ធគ្នាឡើងវិញក៏ដោយក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យផែនការសន្តិភាពកាសាប៉ុន្តែលោកត្រាំបាននិយាយថាស្ថាប័ននេះអាចដើរតួនាទីកាន់តែទូលំទូលាយ